តោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំបងប្អូនទាំងអស់គ្នាពីរបៀបក្នុងការ download ទៅលើវីដេអូ Sora 2 ដែលយើងបាន generate ហើយណាអញ្ចឹងចង់ដឹងថាគេ download របៀបម៉េចហើយ download មកកុំឲ្យវាជាប់ទៅលើ logo ណាតោះឥឡូវយើងទៅមើលរបៀបក្នុងការយើង download ទាំងអស់គ្នាអញ្ចឹងជាដំបូងយើងទៅការបើកទៅលើទូរស័ព្ទដៃរបស់យើងមកអូខេអញ្ចឹងយើងទៅការចូលទៅកាន់ Google Chrome អូខេអញ្ចឹងឥឡូវខ្ញុំចូលមកកាន់ Chrome ហើយខ្ញុំចូលមកកាន់ Sora ដែលយើងបាន generate មុនហ្នឹងណានេះវីដេអូនេះខ្ញុំធ្វើតគ្នាទេបងប្អូនតោះឥឡូវឃើញថាវីដេអូនេះដែលខ្ញុំបាន generate ហ្នឹងគឺវាមានជាប់ logo ណាខ្ញុំស្កប់វាតិចសិនគឺវាមានជាប់ logo បងប្អូនឃើញទេនេះ logo ដែលជាប់ហ្នឹងណាអញ្ចឹងយើងចង់លុបវាហើយលុបហ្នឹងយើង download តែម្ដងអញ្ចឹងបងប្អូនងាយស្រួលទេបងប្អូនចុចទៅលើ tray 3ខាងលើនេះមកអូខេចុចលើ tray 3ហើយយើងចុចពាក្យថា copy link ណាគឺយើងរាប់1 2 3អូខេយើង copy link មកនេះយើងចុចមកតង់ទៀត copy link បន្ទាប់ពី copy link ហើយបងប្អូនទាំងអស់គ្នាចូលទៅកាន់ website មួយទៀតចាំខ្ញុំដាក់ website ហ្នឹងឲ្យបងប្អូនទាំងគ្នានៅក្នុងនៅខាងក្រោមវីដេអូមួយហ្នឹងណាចាំបងប្អូនអាចចូលទៅឬមួយក៏បងប្អូនចូលមកកាន់ channel Telegram របស់ខ្ញុំក៏បានដែរដើម្បីទទួលបាន website ហ្នឹងអញ្ចឹងនេះ website ចេញថ្មីដែលល្អមែនតើសម្រាប់បងប្អូនទាំងអស់គ្នាdownload វីដេអូហើយលុប logo របស់យើងចោលទៀតណាលុបlogo Sora ហ្នឹងណាកុំឲ្យវាជាប់ logo អញ្ចឹងនៅក្នុង website នេះគឺយើងចូលមកគឺយើងចេញបែបហ្នឹងហើយ website ហ្នឹងផងដែរគឺមានឈ្មោះថា selsora.com អញ្ចឹងបងប្អូនអាចប្រើបានទាំងទូរស័ព្ទដៃ iPhone Android ក៏ដូចជា computer ណា PC អីគឺប្រើបានទាំងអស់អញ្ចឹង website នេះគឺ free ទេបងប្អូនអត់មានគិតលុយគិតកាក់អីទេអញ្ចឹងបងប្អូនអាចចូលមកហើយបងប្អូនអូសចុះមកក្រោមបងប្អូននឹងឃើញកន្លែងកន្លោនមួយហ្នឹងគឺគេឲ្យ pass link ណា link ហ្នឹងគឺ link ដែលយើងបាន copy អំបញ្ញមិញហ្នឹងឯងអញ្ចឹងងាយស្រួលទេបងប្អូនគ្រាន់តែទៅការចុចវាឲ្យជាប់នេះនឹងឃើញពាក្យថា pass ណាអញ្ចឹងបងប្អូនទៅការ pass វាមកអូខេបន្ទាប់ពី pass ហើយបងប្អូនចុចពាក្យថា download ណាអញ្ចឹងវាកំពុងតែដើរហើយបងប្អូនទាំងអស់គ្នារងចាំវាបន្តិចអូខេអញ្ចឹងបែរជាវារៀង slow បន្តិចបងប្អូនដោយសារខ្ញុំប្រើ VPN អញ្ចឹង website នេះបងប្អូនមិនបាច់ប្រើ VPN ក៏អាចប្រើបានដែរណាកុំឲ្យវា slow អញ្ចឹងយើងទៅការចុចគ្រីសវាមួយមកណាកន្លែងនេះណាបើចេញអញ្ចឹងយើងចុចគ្រីសវាមួយមកឥឡូវខ្ញុំទៅការចុចគ្រីសហើយបងប្អូនអញ្ចឹងកន្លែងនេះវាដាក់ថា download reach limit អញ្ចឹងវាអត់ឲ្យយើង download ទេតែយើងធ្វើម៉េចដើម្បី download វាបានបងប្អូនអញ្ចឹងយើងទៅការ log in នៅ account សិនណាដើម្បី download វីដេអូនឹងបានអញ្ចឹងយើងទៅការ log in អញ្ចឹងមកហើយត្រង់កន្លែងនេះយើងចុចថា log in with Google ហ្នឹងណាអញ្ចឹងយើង log in ជាមួយ Google account មកដើម្បីងាយស្រួលចាប់បានប្រើអូខេឥឡូវខ្ញុំចុចពាក្យថានេះចុចលើឈ្មោះយើងមកបងប្អូនហើយយើងចុចថា continue អូខេបងប្អូនអញ្ចឹងយើងទៅការ log in ហើយនេះយើងឃើញនៅទូចខាងលើនេះគឺជាប់ឈ្មោះរបស់យើងហើយអញ្ចឹងយើងបាន log in ហើយយើងចុច download វាម្ដងទៀតមករៀងអញ្ចឹងយើងចាំវាណាបងប្អូនចាំវាដែរឲ្យពេញប្រហែលជា1នាទីហើយហ្នឹងបងប្អូននេះឥឡូវខ្ញុំស្កប់តិចសិនកុំឲ្យយូរពេកបងប្អូនអញ្ចឹងនេះបងប្អូនទាំងគ្នាយើងតមកវិញអញ្ចឹងយើងធ្វើការចុច download ហើយណាអញ្ចឹងយើងទៅមើលវីដេអូបន្តិចសិននេះបងប្អូនឃើញគឺអត់មានជាប់ logo ទេគឺស្អាតតែម្ដងណាអញ្ចឹងដើម្បី download យើងចុចលើគេហ្នឹងមកណាអូខេអញ្ចឹងយើង continue វាមកដោយសារនេះខ្ញុំអត់បើកវាអូខេបងប្អូនទាំងនេះអញ្ចឹងវា download មកតង់ទៀតហើយមុនហ្នឹងគឺ
វាកំពុងតែ generate ណាអញ្ចឹងនេះបងប្អូនតើនេះឃើញទេអញ្ចឹងយើងទៅមើលវាមើលអូខេអញ្ចឹងយើងរងចាំវាទៅពេលដែល download ហើយគឺចូលមកកាន់ទូរស័ព្ទយើងហើយនេះបងប្អូនទាំងអស់គ្នាឃើញហើយនេះគឺ download ហើយហ៎បងប្អូនអញ្ចឹងយើងការចុចបែកវាមកអូខេយើងបានវីដេអូហើយបងប្អូនទាំងអស់គ្នាយើងទៅមើលមើលថា logo វាលុបស្អាតអត់នេះគឺស្អាតមែនតើអញ្ចឹងវីដេអូហ្នឹងគឺអត់មានជាប់ logo ណាបងប្អូនមុនហ្នឹងគឺវាមាន logo រត់ណារត់ពេញហ្នឹងឥឡូវនេះគឺបាត់ហើយអញ្ចឹងអានេះគឺយើង download នេះគឺវា save ទៅលើ file អញ្ចឹងដើម្បីឲ្យវា save មកកាន់ gallery សម្រាប់យើងយកទៅបង្ហោះបានយើងចុចកន្លែង tray 3នេះមកបងប្អូនអូខេត្រង់កន្លែងនេះឥឡូវខ្ញុំ back សិនហើយខ្ញុំទៅមើលក្នុងកន្លែង gallery បន្តិចបងប្អូនអូខេនៅនេះចាខ្ញុំសាយតែម្ដងអូខេ gallery នេះបងប្អូនចុចកន្លែង download មកវាចូលហើយអូខេនេះគឺវាចូលមកកាន់ទូរស័ព្ទបែបរបស់យើងហើយអញ្ចឹងយើងអាចយកវាទៅផុសTikTok Facebook អីបានដែលអត់មានជាប់ logo ទេអត់ជាប់កម្មសិទ្ធិបញ្ញាណាអញ្ចឹងបើអ្នកអត់ដឹងស្មានតែវីដេអូនេះមែនតែនផងបងប្អូនព្រោះវាដូចមែនតែនទាំង color ទាំងមនុស្សអីគឺដូចមែនតែនណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅការចែករំលែកក្រោយៗទៀតបើមានអីថ្មីខ្ញុំនឹងអាប់ដេតបន្តទៀតហើយបងប្អូនកុំភ្លេចជួយ like subscribe ផងយើងបរៀនអីដែលថ្មីដែលបងប្អូនអត់ទាន់ចេះណាសម្រាប់ដែលបងដែលគាត់ចេះហើយអត់អីទេអាចមើលជាការកំសាន្តអីបានហ្នឹងហើយ